Chẳng dươngចាប់ផ្ដើមតាក់ទងជាមួយនឹង PHP ដែលយើងរៀនតាក់ទងទៅនឹង insert data ចូលទៅក្នុង database ដែលយើងប្រើនៅ Asam ដើម្បីបញ្ចូលអញ្ចឹងណាតែអូខេអញ្ចឹងអ្នកទាំងគ្នាត្រូវបង្កើត folder មួយអញ្ចឹងដើម្បីនេះបានអ្នកទាំងគ្នាត្រូវតម្លើងនេះសិនណាគឺតម្លើង Asam ហ្នឹងហើយតម្លើង Asam យើងបើសិនអ្នកគ្នាអត់ទាន់តម្លើងឬ set up ទេអ្នកគ្នា search មើលវីដេអូក្នុង YouTube ទៅគេមានការបរៀនតាក់ទងតម្លើងអញ្ចឹងពេលតម្លើងបានអ្នកទាំងគ្នាចូលមកកាន់ folder អ្នកទាំងគ្នាដែល folder Asam ហ្នឹងបន្តមកចូលកាន់ ATDoc ហើយយើងបង្កើតនេះនៅក្នុងហ្នឹងបង្កើត folder សម្រាប់សរសេរកូដនៅក្នុងហ្នឹងតោះណាដែលខ្ញុំបានបង្កើតរួចហើយនេះគឺfolder មួយដែលមានឈ្មោះ YouTube PHP នេះហើយយើង open យើងដាក់កូដដកចឹងទៅអូខេវាមកកាន់ folder ហ្នឹងហើយបន្តមកទៀតបន្ទាប់ពីនេះហើយយើងបើកអានេះឲ្យមកហើយយើងចាប់តាមសរសេរនៅ form មួយសម្រាប់ធ្វើការបញ្ចូលពី form អ្វីដែលយើងបានបញ្ចូលពី form នេះគឺយើងបញ្ចូលទៅកាន់ database អូខេច្រឡំ HTML យើង save PHP យើងដាក់ .php មកហើយចង់និយាយថា PHP ហ្នឹងយើងអាចទៅសេបានណាអ្នកគ្នាសេ HTML CSS JavaScript អីហ្នឹងបានធម្មតាទេមិនអត់បានទេគាត់ថាពេលយើងធ្វើការតាក់ទងមួយ back end យើងទៅសេលក្ខណៈជា PHP តាក់ទងការគណនាអីចឹងផ្សេងទៀតទៅអញ្ចឹងនៅក្នុងនេះខ្ញុំដាក់ថា form ខ្ញុំគ្រាន់តែបង្កើតតិចតួចទេខ្ញុំអត់មាន edit style edit អីវែងឆ្ងាយទេខ្ញុំគ្រាន់ដាក់form មួយខ្ញុំដាក់ method post អញ្ចឹង method post ហ្នឹងគឺមានន័យថាសម្រាប់ការបញ្ជូនទិន្នន័យអីចឹងណាយើងដាក់ method post ចាំតិចទៀតអ្នកដឹងហើយថាវាមិនអញ្ចឹងនៅក្នុងនេះខ្ញុំដាក់ label ខ្ញុំដាក់ name input name input hi name take ចឹងទៅ name តមកទៀតខ្ញុំដាក់ label មួយទៀតខ្ញុំដាក់ email input type email name email ចឹងទៅហើយនៅក្នុងនោះខ្ញុំមានប៊ូតុនមួយខ្ញុំដាក់ថា type submit ហើយយើងត្រូវដាក់ name មួយ name submit ចឹងទៅកន្លែងនេះដាក់ submit អូខេបើសិនជាយើងចង់បង្កើត file មួយទៀតសម្រាប់ធ្វើការគណនាឬក៏យើងចង់សរសេរ PHP ក្នុងនឹងសម្រាប់គណនាក៏បានដែរតើណាអញ្ចឹងខ្ញុំបង្កើត file មួយទៀតទៅខ្ញុំដាក់ថា access.php អូខេបន្តមកទៀតនៅក្នុងនេះយើងត្រូវដាក់ file access នេះចូលដើម្បីថាពេលយើងចុច submit ទៅឲ្យវាទៅ execute file នេះដើម្បីបញ្ចូលទៅកាន់ database នេះឲ្យថានៅក្នុងនេះយើងបង្កើត database មួយមកយើងដាក់ថា php អញ្ចឹងខ្ញុំលក្ខណៈដូចជា folder មួយអញ្ចឹងមានថាខ្ញុំបង្កើត php ហើយខ្ញុំដាក់នេះអញ្ចេះដើម្បីឲ្យវាចូលក្នុងអានេះដែរបើសិនជាដាក់ដូចគ្នាអញ្ចឹងវា load មកក្រៅធម្មតាអញ្ចឹងបើសិនអ្នកគ្នាអត់ឃើញអីវាធម្មតាអត់ឃើញចូលក្នុង php អញ្ចឹងដូចខ្ញុំអញ្ចឹងណាព្រោះពេលខ្លះយើងចូលដំបូងយើងឆ្ងល់ច្រើនដែរខ្ញុំដាក់ php YouTube ចឹងទៅអូខេវាចូលមកហើយនៅក្នុងនោះខ្ញុំបង្កើត field 3
តែ field ទី1គឺ ID ខ្ញុំដាក់ 3 table ខ្ញុំដាក់ថា test create ID ចឹង ID ជាប្រភេទ int យើងដាក់ int ទៅហើយ auto increment ហើយឥឡូវនេះខ្ញុំដាក់ name គឺជាភាសាអក្សរយើងដាក់ varchar ទៅហើយមួយទៀត email យើងដាក់ varchar ដែរទៅតោះណាបក date យើងដាក់ date ហើយយើងទៅបក description អីយើងដាក់ page tick ទៅព្រោះវាច្រើនអញ្ចឹងណាអូខេបន្ទាប់ពីយើងដាក់ប៉ុណ្្នឹងហើយយើងអាប្រភេទជាចេះអីយើងត្រូវដាក់ lang ឲ្យវាព្រោះ ID យើងដាក់ auto increment អញ្ចឹងវា auto ហើយយើងចុច save អូខេវាបាន3យើងចូល browse នេះឃើញវាមាន3 field ហ្នឹងបន្តមកទៀតអានេះលក្ខណៈ form អញ្ចឹងដើម្បីចូលទៅកាន់ run បានយើងវាយ local ខុសអញ្ចឹងដល់អ្នកទាំងគ្នា down ហើយ reset up Assam សិនណាទៅអ្នកគ្នានេះកើតខ្ញុំដាក់ local host / ទៅកាន់ folder របស់យើងដែល folder របស់យើងវាបង្កើតគឺ YouTube PHP អញ្ចឹងទៅខ្ញុំដាក់ YouTube លើសមួយYouTube PHP ដំបូងយើងដាក់ JSON មកអូខេនៅឃើញនៅក្នុង folder ហ្នឹងអានេះអក្សរធំក៏បានអូខេ YouTube PHP នៅក្នុង folder ហ្នឹងគឺយើងមាននៅ file 2ដែលយើងបានបង្កើតមិញនេះ2នេះឃើញយើងអាចមើលឃើញអញ្ចឹងយើងចុចលើ form ហ្នឹងមកអូខេបន្តមកទៀតខ្ញុំ BR តិចទៅកុំឲ្យវានេះពេកអូខេមួយទៀតអញ្ចឹងមានន័យថាយើងទៅសេនេះសិនមកអញ្ចឹងយើងបើក PHP ខ្ញុំដាក់ PHP យើងទៅសេប៉ុណ្ណឹងក៏បានដែរវាអត់អីទេយើងបាច់បិទចេះក៏បានដែរក៏ចង់បិទក៏បិទទៅតែវាអត់អីទេខ្ញុំដាក់ទីឡា con smart MySQL connect នេះអញ្ចឹងមានន័យថាកន្លែងនេះវាគឺជា host name របស់យើងនេះគឺ local host ហើយកន្លែង username គឺពីច្រើនគឺគេដាក់ root អាហ្នឹងគេត្រូវឆែកមើលនៅក្នុងអាសាមទៀតណាអ្នកហើយអានេះ password ក៏ដូចគ្នាតែយើងអត់មានទេភាគច្រើនគឺគេអត់មានអញ្ចឹងដែរគេដាក់អញ្ចឹងយើងមិនបាច់ដាក់ក៏បានដែរបើសិនជាមានយើងដាក់អូខេហើយយើងកន្លែងនេះគឺឈ្មោះ database របស់យើងអញ្ចឹង database របស់យើងមិញហ្នឹងគឺយើងបង្កើតដាក់តានេះគឺ PHP YouTube ហើយ table តែអញ្ចឹងយើងដាក់ឈ្មោះ database កន្លែងនេះអូខេអញ្ចឹងយើងដាក់ការពារមក hello បើសិនជាវាមិននេះចឹងណាវាមិន connect មានដាក់ is con is dollar con បើសិនមានន័យថាបើសិនជាវា connect យើងឲ្យ echo connected ចឹងទៅ l not connected ចឹងទៅបន្តមកយើងធ្វើការគណនាខ្ញុំដាក់ថាខ្ញុំតាំង$1ដែលស្មើនឹង name ស្មើ method របស់ name email អូខេខ្ញុំនឹងបញ្យល់អ្នកទាំងគ្នាអញ្ចឹងយើងដាក់ method post អញ្ចឹងមានន័យថានេះអា name នេះគឺយើងបានមកពីណាយើងបានមកពីនេះ property name នេះអញ្ចឹងមានថាកាលណាយើងធ្វើមួយ PHP backend គឺចាប់យក name ហើយការបញ្ជូនទៅនៃតាមរយៈ form អីចឹងទៅគឺគេចាប់យកតាមរយៈ name ហើយយើង send ទៅតាមរយៈ method post អញ្ចឹងទៅយើងដាក់ method នេះ $post អញ្ចឹងមានន័យថាប៉ុណ្ណឹង variable ប៉ុណ្នេះគឺវា store បានអ្វីដែលយើងបានបញ្ចូលប៉ុណ្នេះដូចគ្នាអញ្ចឹងណាបន្តមកទៀតខ្ញុំដាក់ $SQL ស្មើប៉ុណ្នេះសិនអូខេអញ្ចឹងស្មើអាកន្លែងនេះសម្រាប់យើងធ្វើការតាក់ទងយើងទៅសេជាលក្ខណៈថា database syntax SQL យើងចូលមកកាន់ SQL ចូល insert ព្រោះយើងមានន័យថាយើង insert ពី form នេះចូលទៅកាន់នេះ table នេះអញ្
cái dân copy xem á dân insert cho từ can nè từ can table mình nắng để miền ID name email chẳng mình tha pv send tới chẳng dương đặt action chẳng cái này giờ toàn ban đặt action nắng dương đặt file access dương đặt dot slash chẳng tới mình tha pv dương cho submit poll mình tha form của bên nèคือវាធ្វើការជាមួយនឹង file នេះដែលយើងទៅ save ជាលក្ខណៈ PHP សម្រាប់ connect ឬក៏ send data ទៅកាន់MySQL នេះគឺលក្ខណៈបែបហ្នឹងហើយបន្តមកទៀតអ្វីដែលយើងបាន copy មិញយើងផាសនៅក្នុងនេះមកអូខេចាំមានថាយើងអានេះវាគឺជា syntax SQL អញ្ចឹងមានថានៅក្នុង SQL យើងគឺយើងមានប្រព័ន្ធនេះតែអាកន្លែងនេះយើងមិនបាច់ដាក់ក៏បានដែរដោយសារតែអីដោយសារតែនៅក្នុងនេះគឺយើង ID យើងដាក់auto increment អញ្ចឹងវាឡើង auto ហើយនៅក្នុងនេះគឺយើងអត់មានបញ្ចូលអីដែរ ID ហ្នឹងយើងមិនបាច់ដាក់ទេហើយចំពោះ value នេះយើងលុបមួយដែរមកអូខេកន្លែង value ហ្នឹងគឺយើងដាក់variable ដែលយើងតាំងឲ្យពេលដែលយើងចាប់បានហ្នឹង name email បន្តមកទៀតយើងឲ្យវា execute អញ្ចឹងយើងដាក់ MySQL jQuery query នេះប៉ុណ្ណឹងយើងដាក់ MySQL query $con $SQL ចាំមានថាវាចាប់ផ្ដើមធ្វើការកណនានេះចាប់ផ្ដើមធ្វើការកណនាដើម្បីបញ្ចូលមកការនាងហើយតោះណាបន្ទាប់ពីប៉ុណ្្នឹងហើយបើថា percent យើងដាក់ is percent យើងតាំងដុល្លារកន្លែងនេះមួយមកខ្ញុំដាក់ថានេះគ្រាន់យើងនេះណាដុល្លារ rest ស្មើប៉ុណ្ណឹងអញ្ចឹង is percent បើវាធ្វើការកណនាបញ្ជូនទិន្នន័យទៅកាន់ database rest យើងដាក់ echo ខ្ញុំដាក់ថា data insert មិន data បាន insert ប៉ុន្តែបើសិនជាវាអត់ insert ចូលទៅក្នុង database ទេមានថាវាចូល data not insert ចឹងទៅបន្តមកទៀតយើងចូលមក form យើងមកហើយយើងចាប់ផ្ដើមធ្វើការខ្ញុំដាក់ name email submit ពងអូខេអញ្ចឹងវា connect នេះអាកន្លែង connect មានថា connect ហ្នឹងវាថានេះវាធ្វើការ connect ហើយតបមកវាដាក់ data insert ចឹងមានថា data ហ្នឹងបាន insert ចូលទៅកាន់ database ហើយយើងចូលមកកាន់ database refresh អូខេឃើញទេគឺវាមកហើយចឹង ID គឺវា auto increment ចឹងមានថាបើសិនយើងបញ្ចូលមួយទៀតយើងចុច refresh យើងដាក់ JavaScript style អូខេយើងចូលមើល ID ឡើង2ឃើញទេអ្នកនរគ្នាអញ្ចឹងលក្ខណៈអានេះគឺដំបូងដែលយើងធ្វើការ insert ចូលទៅក្នុង database គឺវាមានតែប៉ុណ្្នឹងឯងបើសិនជាអ្នកនរគ្នាអត់យល់ទេអាច comment នៅក្រោមទៅបើចេះខ្ញុំនឹងប្រាប់អ្នកនរគ្នាអរគុណច្រើនអ្នកនរគ្នាវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងចំពោះការចាប់ផ្ដើម PHP ដំបូងដែលតកតងការ insert ចូលទៅកាន់ database អរគុណច្រើន